អាចកំបាំងធ្វើឲ្យប្រាក់ចំណេញកើនខ្ពស់ជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាតើអ្វីទៅជាអាចកំបាំងធ្វើឲ្យប្រាក់ចំណេញយើងកើនឡើងខ្ពស់តើយើងអត់ដឹងអាចកំបាំងនឹងមានន័យថាប្រាក់ចំណេញយើងម្ដងចំណេញម្ដងខាតទប់ទល់វាអត់បានចំណេញខ្ពស់ទេនៅក្នុងការរកស៊ីចឹងរកស៊ីស្អីក៏ដោយគេត្រូវការមានគ្រូបង្វឹកជួយយើងវាមានអាចកំបាំងតិចតិចដែលយើងគិតមិនដល់ធ្វើឲ្យប្រាក់ចំណេញយើងកើនឡើងខ្ពស់តើស្អីទៅជាអាចកំបាំងក្នុងការរកស៊ីក្នុងការធ្វើអាជីវកម្មបាទជាទូទៅអាចកំបាំងអាជីវកម្មទី1ដែលយើងរកស៊ីឧបមាថាទិញឡានលក់ឡានជួនកាលមួយឆ្នាំមួយខែចំណេញបានតែ 10% 5% ខ្ពស់បំផុត 30% អាជីវកម្មទី1គឺអញ្ចឹងចំណេញខ្ពស់បំផុតគឺ 30% បាទទិញឡានលក់ឡានឧទាហរណ៍បាទទិញឡានលក់ឡានប៉ុន្តែបើយើងដាក់អាជីវកម្មទី2ត្រួតឲ្យចំអាទី1យើងដាក់ជួសជុលឡាននៅក្នុងកន្លែងនឹងដែរដើម្បីទាញយក credit បិទ UV បិទអីអញ្ចឹងហើយមានន័យថាអាជីវកម្មទី2គឺចំណេញខ្ពស់ហ្នឹងហើយរហូតដល់ទៅ 50% ទៅ 70% បាទ50ទៅ 70% បាទអញ្ចឹងបើអាជីវកម្មទី3ដាក់អាទី3មួយទៀតត្រួតចំអាទី1នឹងមួយទៀតធ្វើឲ្យប្រាក់ចំណេញយើងកាន់តែខ្ពស់ជាងមុនបន្តទៀតរហូតដល់ 8 ទៅ 90% ដោយសារអីអាជីវកម្មទី1វា cover ចំណាយអស់ហើយអាទី2ទី3ដាក់ទៅដល់ចំណេញហើយបាទនេះជាអាចកំបាំងនៅក្នុងការរកស៊ីខ្ញុំឧទាហរណ៍ភ្ញៀវខ្ញុំក៏បើក clinic ក្មេងបាទចំណូលរបស់គាត់ឧទាហរណ៍ក្នុងមួយខែអាទី1របស់គាត់ចំណូល$10000ចំណាយ$7000ចំណេញ3បើគាត់រើតែ clinic ក្មេងនឹង3000បាន 30% 10% 20% នៅតែប៉ុណ្្នឹងអត់លើស30ទេមានតែថយមកវិញខ្ញុំណែនាំឲ្យគាត់ដាក់អាទី2មានន័យថាគាត់រកដាក់មនុស្សចាស់មួយទៀតថែមតែដុកទ័រជំនាញមួយដែលចំណាយឃើញណាពេទ្យទាំងអស់ប្រើបានទីកន្លែងដដែលចំណូល10000ដដែលតែចំណាយតែ3000ចំណេញ7ឃើញទេកុមារចំណូល10000ចំណាយ7000ទៅចំណេញ3ដល់ថែមមនុស្សចាស់មួយទៀតត្រួតឲ្យចំអាទី1ចំណូល10000ដូចគ្នាតែចំណាយយើងតែ3000ចំណេញ7ដល់ខ្ញុំថែមសម្ភពមួយទៀតឲ្យត្រួតឲ្យចំអាទី1នឹងដែរថែមដល់ដុកទ័រជំនាញទេនើសស្អីទាំងអស់គ្រាន់ថែមលុយតិចតិចទេចោលគាត់ចាយចំណូល10000ចំណាយតែ2000ចំណេញ8ឃើញណា80ទៅ 90% ណាបើយើងដាក់ business ទី2ត្រួតឲ្យចំអាទី1បាន5ទៅ7បើអាទី3ត្រួតឲ្យចំអាទី1ដែរ8ទៅ 90% អញ្ចឹងអាចកំបាំងនេះមានន័យថាតើតែឆ្លងកាត់បានយល់បើយើងមិនឆ្លងកាត់យើងអត់យល់ទេបើកតែ business មួយគឺអត់ចំណេញគេបើក3ទៅ5អានឹងបានចំណេញដល់កំពូលតែម្ដងមានន័យថាចំណេញខ្លាំងពីព្រោះអីគេប្រើអាទុយមួយនឹងអស់លទ្ធភាពច្បាប់ទលាប់អីបុគ្គលិកស្អីហ្នឹងផ្ទះអីហ្នឹងអស់លទ្ធភាពអញ្ចឹងអាចកំបាំងនៅក្នុងការរកស៊ីឲ្យមានប្រាក់ចំណេញច្រើនមានន័យថាដាក់ business ទី2និងទី3ឬទី4ទី5ត្រួតឲ្យចំអាទី1ដើម្បីប្រើធនធានអាទី1នឹងអស់លទ្ធភាពទើបយើងមានប្រាក់ចំណេញច្រើនតោះឥឡូវយើងមើលថាតើការរកស៊ីចង់បានអ្វីឲ្យពិតប្រាកដបាទការធ្វើអាជីវកម្មគោលដៅនៅការធ្វើអាជីវកម្មយើងចង់បានប្រាក់ចំណេញកើនឡើងជាលំដាប់ពីមួយខែទៅមួយខែ return on investment យើងពីមួយឆ្នាំទៅមួយឆ្នាំកើនអានឹងមានន័យថាអាជីវកម្មយើងមានភាពរីកចម្រើនហើយណាការរកស៊ីមុខរបរទី1គឺមានប្រាក់ចំណេញតែ10ទៅ 30% ទេដូចខ្ញុំបាននិយាយមិញហ្នឹងឲ្យតែមុខរបរទី1តែប៉ុណ្្នឹងទេប៉ុន្តែនៅពេលដែលយើងបើកមុខរបរទី2ត្រួតឲ្យចំអាទី1មានន័យថាប្រាក់ចំណេញយើងកើនពី50ទៅ70% រឹងរបស់អាទី2អាទី1វានៅដដែលហើយបាទហើយបើយើងដាក់មុខរបរទី3ត្រួតឲ្យចំអាទី1ទៀតមានន័យមុខរបរទី3នឹងចំណេញ80ទៅ 90% ចំណេញខ្លាំងមែនតើដោយសារអាទី1នឹងវាខូចយកច្បាប់ទលាប់អស់កន្លែងផ្ទះបុគ្គលិកអីទាំងអស់ហើយដាក់ប្រមាណចង់ចំណេញទាំងអស់ចឹងទី5អាចកំបាំងដែលធ្វើអាជីវកម្មយើងជោគជ័យបានល្អយើងថែម business ទី2ទី3ទី4ទី5ឲ្យចំអាទី1មានន័យថាប្រាក់ចំណេញយើងកើនខ្ពស់ជាលំដាប់ពីមួយខែទៅមួយខែហើយអាចកំបាំងនេះបើយើងអនុវត្តបានយល់បើមិនអនុវត្តយើងចេះតែគិតថាខ្ញុំថាដល់យើងទៅធ្វើមកបានដឹងថារឿងហ្នឹងវាពិតបាទអញ្ចឹងអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាចូលរួមទស្សនាបងប្អូនចង់បានវីដេអូថ្មីមាន page មាន TikTok មាន YouTube ឈ្មោះថាអំណោយទានជួយ like ជួយ Subscribe បានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើន